បាទធ្លាប់តែឃើញកម្មវិធី Auto Car Show នៅ Shanghai ប្រទេសចិនតែឥឡូវនេះគឺមានហើយបាទនៅប្រទេសកម្ពុជាយើងនេះហើយប្រហែលថ្ងៃមុននេះខ្ញុំបានចូលរួមនៅកម្មវិធី Auto Show មួយកន្លែងដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខទីក្រុងភ្នំពេញដែលនៅទីនោះគឺជាកម្មវិធីមួយដែលធ្វើឡើងដែលគេធ្វើជាលក្ខណៈ Car Show ដែលមាន car ច្រើនប្រភេទមែនតើបាទខ្ញុំនឹងដាក់ឡាន brand នៅលើ screen ដើម្បីឲ្យពុកម៉ែពុកមីងអាចស្គប់ហើយអាចមើល brand ទាំងអស់នោះបានហើយមកដល់ដំបងក៏លេចមកមើលខ្លោងទ្វារគឺថាក៏អ្នករៀបចំគឺ nail តែម្ដងដោយសារតែការធ្វើកម្មវិធីនេះមកចាប់ផ្ដើមពីខ្លោងទ្វារគឺ design M គេមានដាក់ជាមួយនឹងលក្ខណៈបែប sport car vibe ដល់ពេលចូលខាងក្នុងទៅដល់គេដាក់ឡាននៅក្នុងអាគារដ៏ធំមួយហើយចូលទៅដល់គឺថាមានមក brand ច្រើនមែនទែនខ្ញុំទៅនេះខ្ញុំសង្ឃឹមថាអាចនឹងមានឡានស្ពណ៌ខ្លះៗដែរដូចនិយាយទៅឡានស្ពណ៌ច្រើនដោយសារខ្ញុំជាអ្នកដែលចូលចិត្តឡានស្ពណ៌តែជាក់ស្ដែងអីចូលទៅដល់គឺភាគច្រើនគេដាក់ជាប្រភេទលក្ខណៈឡាន SUV ឬក៏ឡានsedan អីចឹងបាទដែលគោលបំណងកម្មវិធីហ្នឹងគឺប្រហែលធ្វើឡើងដើម្បីឲ្យពុកម៉ែពុកមីង experience new stuff ហើយបានឃើញអ្វីដែលប្លែកៗដោយសារតែកម្មវិធីនេះគឺកម្រមាននៅប្រទេសកម្ពុជាយើងបាទតែនៅប្រទេសគេមានច្រើនអញ្ចឹងwe're kind of lucky ដែលមានកម្មវិធីហ្នឹងហើយមួយទៀតគឺគោលបំណងគឺដើម្បី promote នៅឡានរបស់ចិនដែលឥឡូវកំពុងល្បីល្បាញខ្លាំងមែនទែនមានដូចជា BYD ថែមទាំង Denza មានទាំង Ion Geely អីគឺឥឡូវនេះកំពុងតែល្បីខ្លាំងមែនទែនចំពោះ experience ខ្ញុំដែលបានទៅកន្លែង auto show ហ្នឹងគឺខ្ញុំមានអារម្មណ៍ថាសប្បាយដែរខ្ញុំក៏បានឃើញ brand ល្បីៗផងដែរដូចជា Enos ដែលជាប្រភេទ brand ដែលល្បីដែលគេ modify car ហើយនឹងជាប្រភេទធ្វើប្រេងរបស់រថយន្តខ្ញុំក៏បានឃើញការ modified Porsche ហើយនឹងឡានធំព្រមទាំងឡាន MG ដែលគេមាន MG Cyberster ទ្វារបើគឺបែប butterfly បាទដែលមើលទៅគឺតាក់ទាញមែនទែនហើយជាមួយនឹងពណ៌ accent ក្រហមគឺមើលទៅ sexy ខ្លាំងបាទឡានហ្នឹងតម្លៃក្រោម 100000 ជាងទេប្រហែលបាទអាច consider បានហើយខ្ញុំទៅមើលឡានមួយទៀតគឺ Ion ជាប្រភេទឡាន sport ដែលឈ្មោះរបស់វាគឺ Hypertech SSR ឡាននេះគឺតម្លៃជិត 300,000 ប្រហែលតែកម្លាំងក៏មិនណាស់ណាយដែរដែលឡាននេះបានបែបកំណត់ត្រានៅការdrift ឡាននៅល្បឿនលឿនជាងគេនៅក្នុងពិភពលោកបាទពិតជាអស្ចារ្យខ្លាំងមែនទែនហើយបើប្រហែលណាដែលត្រូវការប្រភេទឡានស្អាតដូចជា Mazda EZ6 BYD Sealand 5 to Sealand 7ហើយ GAC GN6 អីគឺខាងបងអូនឃ្លាំងរបស់បងអូនក៏មានកាត់ចូលនៅម៉ាក brand ខ្លះមួយចំនួនពីក្នុងកម្មវិធីនឹងដែរបាទមានដូចជា BYD Mazda EZ6 ព្រមទាំងឡាន GAC ក៏មានដែរប្រហែលពុំមីងហើយបើប្រហែលពុំមីងណាដែលត្រូវការប្រភេទឡានដែលមានការធានាត្រឹមត្រូវមកពីក្រុមហ៊ុនច្បាស់លាស់ប្រវត្តិច្បាស់លាស់ហើយនឹងជាប្រភេទឡានដែលធន់មានទំនុកចិត្តពុកម៉ែពុកមីងអាចមកមើលខាងការ៉ាសរបស់បងបានមានឈ្មោះថា SR Auto 168ដែលខាងបងមានលក់នៅឡានជាច្រើនប្រភេទបាទដូចនឹងរូបដែលពុកម៉ែពុកមីងបានឃើញនៅក្នុង screen ដែលបងកំពុងបង្ហាញអញ្ចឹងគឺម៉ាក brand សថ្មីហើយឥឡូវកំពុងនិយមល្បីល្បាញខ្លាំងមែនតើបាទបើពុកម៉ែពុកមីងណាដែលចាប់អារម្មណ៍អាចទៅបងបានទៅខាងបងមានអីច្រើនទេហើយក៏ចំពោះបទពិសោធន៍របស់ខ្ញុំពិតជាសប្បាយចិត្តហើយនឹងមានការត្រេកអរផងដែរដែលមានកម្មវិធីនេះធ្វើឡើងនៅប្រទេសកម្ពុជាយើងហើយខ្ញុំសង្ឃឹមថានៅពេលអនាគតអាចមានកម្មវិធីនេះកើតឡើងម្ដងទៀតបាទអញ្ចឹងខ្ញុំមានអីច្រើនទេអរគុណសូមជម្រាបលា